គិតទៅនៅឥណ្ឌូនេស៊ីគេមានសាច់អាំងដែរតែគេអត់មានជ្រក់ញ៉ាំណោះសង្ស័យមានតែខ្មែរយើងអីទេទៅណាក៏ត្រូវការជ្រក់ហ្នឹងហ៎មែនតែយើងទៅណាក៏ត្រូវការជ្រក់ដែរមិនថាបាយស្រូបក៏ត្រូវការជ្រក់សាច់អាំងក៏ត្រូវការជ្រក់នំប៉័ងប៉ាតេក៏ត្រូវការជ្រក់ទៀតនៅនេះយូរទៅចង់ញ៉ាំអីតើធ្វើខ្លួនឯងបើមិនធ្វើខ្លួនឯងគឺអំបិលសុលក្រត់ខ្ញុំយកវាយកមកឈូសស្ដើងតែគ្មានអីឈូសទេមានតែអាទូចមួយហ្នឹងហើយនិយាយពីថាទិញប្រហែលដងហើយខុសចិត្តរហូតបើនិយាយពីតសក់ឥណ្ឌូនេស៊ីវិញនិយាយពីថាធំហ្នឹងអត់មានទូចទេប៉ប៉ុណ្ណានៃហ្មងខ្ញុំចិត្តនេះហាអានឹងអាទូចៃនៅមានអាធំជាងនឹងទៀតថ្ងៃមុនខ្ញុំទៅទិញផ្សារខ្ញុំច្រឡំវាមួយតម្លៃប៉ប៉ុណ្ណតម្លៃហើយបើក្របវិញនិយាយពីថាក្របឡើងធំហ្មងបើយកទៅធ្វើជ្រក់មានតែពុះវាទូចឈៀកទូចហើយចិត្តគ្រាប់វាចេញបើមិនអញ្ចឹងទេគ្រាប់នឹងវាចេញទឹកច្រើនណាហើយទៅសក់យើងក៏អត់ស្រួយដែរបើសិនយើងទុកគ្រាប់វាញ៉ាំទៅយើងអៀកទឹកក្រត់ហើយទៅសក់ខ្ញុំហាន់វាហើយខ្ញុំថែមអំបិលវាពីរល្ភាកាហ្វេដាក់ចូលនៅក្នុងនឹងដែរហើយខ្ញុំច្របល់វាឲ្យសព្វល្អឲ្យវាទន់ជាមួយនឹងជាតិអំបិលចឹងផ្អាប់វាទុកប្រហែល15នាទីអីដែរជាក់ស្ដែងត្រូវមានឆៃថាវមួយទៀតប៉ុន្តែដោយសារខ្ញុំអត់ញ៉ាំឆៃថាវហើយខ្ញុំក៏អត់បានដាក់នៅក្នុងនឹងលាយហើយអីហើយអត់ដឹងថាខ្លួនឯងភ្លេចអីណាតកលៀសឃើញខ្ញីមិននឹកឃើញថាខ្លួនឯងនឹងភ្លេចដាក់ខ្ញីហើយធ្វើជ្រក់អត់ដាក់ខ្ញីមិនកើតពីណាគេខ្លះចូលចិត្តញ៉ាំជ្រក់ជាមួយនឹងខ្ញីជ្រក់មួយខ្ញីឆ្ងាញ់ណាស់ប៉ុន្តែបើខ្ញុំវិញខ្ញុំអត់សូវដាក់ច្រើនទេព្រោះដោយសារគ្រួសារខ្ញុំអត់ចូលចិត្តទៅខុសពីខ្ញុំបើខ្ញុំវិញចូលចិត្តច្រើនតែធ្វើមកចេះយើងមិនញ៉ាំម្នាក់ឯងណាយើងញ៉ាំទាំងអស់គ្នាចឹងថ្ងៃហ្នឹងខ្ញុំដាក់តែមកកូនដុំទូទេកុំឲ្យធំក្លិនខ្ញីខ្លាំងពេកគ្រួសារខ្ញុំតែធំក្លិនខ្ញីខ្លាំងគឺគាត់អត់ញ៉ាំហ្មងរបស់អីក៏ដោយបន្លែផ្អាប់វាមួយតឹងអំបិលចោលសិនណាហើយយើងងាកមកធ្វើទឹកថៃសូបជ្រក់យើងវិញម្ដងខ្ញុំមានខ្ទឹមសប្រហែល1មើមហើយម្ទេសប្រហែល3ផ្លែព្រោះដោយសារខ្ញុំអត់ញ៉ាំហឹរខ្លាំងទេតែខ្ញុំដាក់ខ្ទឹមរៀងច្រើនក្លុកវាម៉ត់ល្មមបានណាកុំឲ្យម៉ត់ពេកខ្ញុំមានទឹកថៃមួយកូនចានខ្ញុំចាក់ចូលនៅក្នុងនឹងហ្មងខ្ជិលញ៉ៃច្រើនបន្ទាប់មកទៀតខ្ញុំថែមស្ករពីរល្ភាបាយយើងចូលដាក់នៅក្នុងនឹងដូចគ្នាទឹកខ្មេះវិញខ្ញុំវាល់ជាមួយនឹងកូនចានដែលខ្ញុំចាក់ទឹកថៃនឹងដដែលឲ្យវាប៉ិនគ្នាបន្ទាប់មកខ្ញុំចាក់ចូលនៅក្នុងនឹងលាយជាមួយគ្នាបើបងចង់ប្រើក្រូចឆ្មាក៏បានដែរតែខ្ញុំមានតែទឹកខ្មេះហើយខ្ញុំក៏លួចថែមអំបិលបន្តិចដែរដើម្បីឲ្យវាចាប់ជាតិល្អបន្ទាប់មកលាយគ្នាឲ្យសព្វណាបន្លែកុំភ្លេចលាងវាពី3ទឹកចេញផងណាហើយពូទឹកវាចេញឲ្យស្អាតកុំឲ្យមានជាតិអំបិលនៅក្នុងនឹងទឹកជ្រលក់ដែលយើងលាយហើយហ្នឹងយើងចាក់វាចូលនៅក្នុងនឹងប្រហែលជាពាក់កណ្ដាលអីសិនទៅកុំចាក់វាចូលច្រើនពេកបន្ទាប់មកខ្ញុំច្របល់វាឲ្យវាសព្វជាមួយនឹងបន្លែឲ្យវាចូលជាតិឲ្យល្អច្របល់វារៀងមកស្ទុះ